បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនវិលមកសារជាថ្មីពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ស្រែរបស់យើងណាហើយក្នុងមួយក្រុមនេះចិត្តដល់ថ្ងៃឡើងជីងទៀតហើយបងប្អូនតែហៅឈ្មោះហើយអាចនឹងចាប់ល្ងាចឬក៏ស្អែកតាមគាត់រវល់ឬក៏គាត់អត់សូវរវល់គាត់មកចាប់ល្ងាចចឹងនៅក្នុងវីដេអូនេះឆ្លើយតបខមមិនបងប្អូនយើងហើយក៏ចង់សម្រាយឲ្យគាត់យល់នៅមានបងប្អូនយើងតិចតួចដែលមិនសូវយល់ពីការចិញ្ចឹមមាន់ណាគាត់តែងតែព្យាយាមខមមិនសួរតើមាន់បងល្អចឹងដាក់ថ្នាំអីប្រើថ្នាំអីចឹងខ្ញុំនៅតែនិយាយហើយនឹងលើកទឹកចិត្តទៅកាន់បងប្អូនយើងដែលអត់យល់តែមួយចំនួនតូចចឹងណាដែលគាត់អត់តន់យល់ចឹងណាពាក់ព័ន្ធជាមួយមាន់ស្រែយើងចិញ្ចឹមថ្នាំគឺជារឿងទី2ខ្ញុំនៅតែនិយាយបែបហ្នឹងដែរបើសិនជាករណីសុខភាពមាន់យើងល្អយើងមិនត្រូវប្រើប្រាស់ទេមិនចឹងណាបងប្អូនចឹងមុននឹងបានមាន់សុខភាពល្អបងប្អូនត្រូវតែយល់ត្រូវតែរៀនពីបច្ចេកទេសដែលបងប្អូនយើងគាត់ចិញ្ចឹមច្រើនជាលក្ខណៈកសិដ្ឋានឬក៏លក្ខណៈគ្រួសារក្តីប៉ុន្តែគាត់យល់ដឹងច្រើនគាត់តែគាត់មិនបានពង្រីកឲ្យបានធំដោយកសិដ្ឋានគាត់ថាលក្ខណៈគ្រួសាររបស់គាត់ចាប់ពី300ក្បាលដល់400-500ក្បាលអីគាត់ចិញ្ចឹមឲ្យលក្ខណៈប៉ុណ្ណឹងអីចឹងណាបងប្អូនចឹងមានន័យថាគាត់មានបច្ចេកទេសមានបទពិសោធន៍ដែលល្អហើយបានគាត់ចិញ្ចឹមបានមាន់ច្រើនប៉ុណ្ណឹងណាចឹងយើងរៀនមើលរៀនស្វែងយល់ពីគាត់ចែកម្លែកចឹងចង់ឲ្យពុកម៉ែបងប្អូនស្វែងយល់អញ្ចឹងដូចគ្នាព្រោះខ្ញុំឆ្លើយទៅវាមិនអាចចំវាមិនអាចត្រូវទាំងស្រុងហើយព្រោះទេសារអីពុកម៉ែបងប្អូនយើងយល់ឃើញខុសៗគ្នាប៉ុន្តែការចិញ្ចឹមមាន់ស្រែនិងបច្ចេកទេសចិញ្ចឹមមាន់ស្រែនេះគេឲ្យបច្ចេកទេសមកមិនសូវជាខុសគ្នាហ្មងទេណាបងប្អូនដូចខ្ញុំឧទាហរណ៍ថាការសងត្រង់អីខ្ញុំអាសានិយាយណាការសងត្រង់ទៅតឹងថ្ងៃណាហើយការបិទបាំងអីគឺខ្ញុំនិយាយអត់ដែលចោលទេណាខ្ញុំនិយាយបង្ហាញច្រើនវីដេអូគឺច្រើនមែនតើណាអញ្ចឹងបើបងប្អូនយកចិត្តទុកដាក់បងប្អូននឹងអនុវត្តហើយបងប្អូននឹងឃើញផលថាប្លែកខុសពីរាល់ដងដែលបងប្អូនធ្លាប់ចិញ្ចឹមអត់មានសងត្រង់តឹងថ្ងៃអត់មានការបិទបាំងអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងបានកាត់បន្ថយមាន់ឈឺបានបាទអញ្ចឹងនៅពេលដែលកាត់បន្ថយមាន់ឈឺបានអញ្ចឹងយើងកាត់បន្ថយអីបានបងប្អូននោះគឺកាត់បន្ថយថ្លៃថ្នាំកាត់បន្ថយថ្លៃទិញថ្នាំបានណាអញ្ចឹងពុកម៉ែបងប្អូនត្រូវយល់ត្រង់ហ្នឹងណាការចិញ្ចឹមមាន់ខ្ញុំតែងនិយាយក្នុងវីដេអូមុនថាដូចប្រៀបដូចការចិញ្ចឹមកូនណាពេលខ្លះបងប្អូនយើងស្ដាប់ហើយសើចណាប៉ុន្តែវាជាការពិតវាជាធាតុពិតណាយើងត្រូវតែផ្ដល់ភាពកក់ក្ដៅផ្ដល់អនាម័យផ្ដល់ចំណីគ្រប់គ្រាន់ផ្ដល់កន្លែងស្នាក់នៅគ្រប់គ្រាន់ណាអញ្ចឹងវាជាបទពិសោធន៍មួយដែលខ្ញុំធ្លាប់មានជាយូរឆ្នាំអញ្ចឹងខ្ញុំចែកម្លែកជូនពុកម៉ែបងប្អូនណាអញ្ចឹងនៅក្នុងវីដេអូនេះគ្រាន់តែសម្រាយជូនពុកម៉ែបងប្អូនដែលគាត់តែងតែខមមិនចូលសួរបងប្រើថ្នាំអីអញ្ចឹងណាថ្នាំដែលល្អដែលពូកែបំផុតនោះគឺបច្ចេកទេសបូកនឹងការអនាម័យណាបច្ចេកទេសបូកនឹងអនាម័យបងប្អូនរៀនអាហ្នឹងឲ្យបានច្រើនរៀននៅចំណុចហ្នឹងឲ្យបានច្រើនបងប្អូនហ្នឹងទទួលបានផលច្រើនណាអរគុណច្រើន